តោះបងប្អូនអរគ្នាក្មេងស្រីម្នាក់នេះបងប្អូនគឺជាជនជាតិសិង្ហបុរីដែលប្រហែលថ្ងៃមុនមានឃើញសារព័ត៌មានធំជាច្រើនគឺវាបានផ្សាយលាពណ៌ប្រទេសកម្ពុជាថានាងនឹងបានរត់ពីប្រទេសសិង្ហបុរីមកដល់ប្រទេសកម្ពុជាយើងមានការឆោបបោកមានអីចឹងណាបងប្អូនណាចឹងឥឡូវនេះគឺនាងមានសុវត្ថិភាពហើយតែប៉ិតនាងមិនមានក្នុងការបោកប្រាស់ឆោបបោកពីណាមកទេគឺនាងមានបញ្ហាសម្ពាធគ្រួសារណាបងប្អូនណារត់ចេញពីសិង្ហបុរីមករាជធានីភ្នំពេញយើងដើម្បីរកការងារធ្វើជាគ្រូបង្រៀនអង់គ្លេសហើយគឺនាងមកគឺដល់មកដោយស្របច្បាប់បងប្អូនណាមានការស្នើសុំបានការងារធំធៅទៀតមកដល់ប្រទេសកម្ពុជាយើងបងប្អូនណាចឹងមានថាក្រុមគ្រួសារនៅខាងក្មេងស្រីហ្នឹងគឺអត់មានបានទៅតាក់ទងខាងទូតខាងអីមកដោះស្រាយសិនទេអត់ទេគឺលេងពឹបទៅហៅសារព័ត៌មានធំមកដើម្បីផ្សាយណាបងប្អូនណាដើម្បីលាបពណ៌មកលើប្រទេសកម្ពុជាយើងសម្អុយឈ្មោះប្រទេសកម្ពុជាយើងចឹងមិនថាប្រទេសយើងពិតជាលំបាកឯណាបងប្អូនណាហ្នឹងហើយទទួលថ្មបាក់ពីគេមករហូតនេះបើសិនជាប្រទេសកម្ពុជាយើងបើសិនជាមន្ត្រីបងមន្ត្រីយើងសមត្ថកិច្ចគាត់មិនបានរកឃើញទេពិតជាមានបញ្ហាធំហើយណាបងប្អូនណាដឹងតែពួកអាចោថៃឡែនពួកអាប្រៃយើងវាលាបពណ៌មកលើយើងទៀតហើយណាបងប្អូនណាហើយប្រទេសផ្សេងគេនឹងសម្លឹងមកលើប្រទេសកម្ពុជាយើងរហូតថាយើងប្រទេសយើងចេះចុះតែបាត់យើងទទួលថ្មបាក់ពីគេរហូតបងប្អូនណាក្មេងស្រីហ្នឹងគឺរងសម្ពាធគ្រួសារពីផ្ទះទេមានបញ្ហាគ្រួសារតំណោះក្នុងគ្រួសារលេងរត់ចេញពីផ្ទះមកហើយមកធ្វើមករត់មកដល់ប្រទេសកម្ពុជាយើងដើម្បីរកការងារធ្វើជាគ្រូបង្រៀនអង់គ្លេសហើយក៏ត្រូវឪពុកម្ដាយនោះលាបពណ៌មកលើប្រទេសកម្ពុជាយើងថានាងត្រូវគេឆោបបោកមកដល់ប្រទេសកម្ពុជាយើងធ្វើឲ្យស្អុយឈ្មោះប្រទេសកម្ពុជាយើងណាបងប្អូនណាចឹងបងប្អូនជួយ share មួយផងដើម្បីខ្ញុំថាអោយក្រុមគ្រួសារខាងក្មេងស្រីសិង្ហបុរីម្នាក់អាយុ20ឆ្នាំនេះឲ្យចេញមានការបកស្រាយលៀងប្រទេសកម្ពុជាយើងឡើងវិញណាមិនសមទេមិនសមធ្វើអញ្ចឹងទេបងប្អូនណាយើងមានបញ្ហាក៏ដោយដំបូងយើងត្រូវតាក់ទងទៅទូតសួរនាំដើម្បីប្រកាសរកនាងសិនណាមិនមែនយើងទៅពឹងសារព័ត៌មាន CNA ព័ត៌មានធំនៅខាងបរទេសយកមកផ្សាយលាបពណ៌បាច់លាបពណ៌លើប្រទេសកម្ពុជាយើងមកបងប្អូនណាខ្ញុំជាប្រវត្តិខ្មែរម្នាក់ខ្ញុំអត់ទទួលយកទេណាប្រទេសខ្ញុំគឺជាប្រទេសដ៏ស្អាតបាទជាប្រទេសដ៏ផូរផង់ប្រជាជនខ្ញុំសិតតែអ្នកមានទឹកចិត្តសិតតែជាអ្នកល្អមិនដែលជាមានកំណត់អាក្រក់អីអញ្ចឹងទេណាបងប្អូនណាហើយនេះគឺរឿងក្រុមគ្រួសារខ្លួនឯងសោះណាមិនដោះស្រាយទេណាប្រទេសកម្ពុជាខ្ញុំទទួលថ្មបាក់រហូតខ្ញុំអត់ទទួលយកទេសូមបងប្អូនទាំងអស់គ្នាជួយ share ផងដើម្បីឲ្យពិភពលោកបានឃើញពីភាពស្មោះត្រង់របស់ប្រទេសកម្ពុជាថាប្រទេសកម្ពុជាពិតជាមានសវត្ថិភាពសម្រាប់ភ្ញៀវបរទេសដែលមកលេងគឺមានការថែទាំគាំពៀល្អណាស់មិនដូចជាសារព័ត៌មានមកជាថាផ្សាយបង្គុយគេឈ្មោះប្រទេសកម្ពុជាចឹងទេណាបងប្អូនណាដូចជាករណីក្មេងស្រីម្នាក់នេះណាបងប្អូនគាត់ជាជនជាតិសិង្ហបុរីណាហ្នឹងហើយត្រឡប់មកដល់មកលេងប្រទេសកម្ពុជាយើងមកខាងរាជធានីភ្នំពេញហើយមកដូចជាអត់ប្រាប់ឪពុកម្ដាយទេឬទៅនឹងតែបាត់ថ្ងៃ28ហើយមកដល់ថ្ងៃទី1ថ្ងៃទី31បងប្អូន3ថ្ងៃចឹងណាអត់តាក់ទងទទួលទេលេងបាច់លាបពណ៌មកលើប្រទេសកម្ពុជាយើងមិនទទួលយកបានបងប្អូនណានេះឥឡូវនាងមានសមត្ថភាពមានអីត្រឹមត្រូវណាខាងក្រសួងមហាផ្ទៃគឺបានប្រកាសឲ្យថានាងគឺមានសមត្ថភាពមិនមានអីទេសួរនាំទៅគឺនាងមានបញ្ហាក្នុងគ្រួសាររត់ចោលផ្ទះណាបងប្អូនណាហើយមកដល់ប្រទេសកម្ពុជាហើយទៅឪពុកម្ដាយទៅពឹងសារព័ត៌មានធំមកលាបពណ៌ប្រទេសកម្ពុជាយើងអើយចប់មកណាបងប្អូនណាស្អីក៏មានដែរចាយើងត្រូវរងសម្ពាធថ្មបាក់ពីគេហើយណាអាខ្មែរយើងគ្នាឯងឆ្លោះគ្នាទៀតចឹងពិតជាលំបាកពិតជាហត់ហើយប្រទេសមួយនេះបងប្អូនណាខ្ញុំគិតថាសម្បីតែរដ្ឋាភិបាលក៏គាត់លំបាកខ្លាំងដែរបងប្អូនណាបងរយៈកងទ័ពក៏គាត់លំបាកខ្លាំងដែរចឹងយើងជាខ្មែរនេះយើងគួរតែរួបរวมគួរតែស្រឡាញ់គ្នាទៅខ្ញុំគិតថាល្អច្រើនបំផុតចឹងណាហើយវិជាករណីបងប្អូនឃើញគេលាបពណ៌លើយើងសប្បាយចិត្តអត់យើងមិនអាចនៅសុខបានទេយើងមិនអាចនៅស្ងៀមបានទេណាបងប្អូនណាយើងគួរតែ share យើងគួរតែចែកទៅខាងក្រៅដើម្បីឲ្យពិភពលោកបានឃើញពីភាពស្អាតស្អំរបស់ប្រទេសកម្ពុជាយើងណាបងប្អូនណាសូមបងប្អូនជួយ share មួយផងអរគុណច្រើន